រឿងចលនន្ទយៈជាដកព្រះតថាគតកាលទ្រង់ប្រថាប់គង់នៅក្នុងវត្តចេតពុនទ្រង់ប្រារព្ធព្រះភិក្ខុទេវទត្តត្រាស់នៅប្រធមទេសនានេះមានពាក្យផ្ដើមថាអ៊ីទាំងតតិចរិយវៈចោដូច្នេះជាដើមសេចក្តីសង្ខេបមកថាថ្ងៃមួយពួកភិក្ខុប្រជុំសន្ទនាគ្នាក្នុងធម្មសភាថាអាវសោទាំងឡាយដែលឈ្មោះថាព្រះភិក្ខុទេវទត្តជាអ្នកជជែករឹងត្អឹងកាយបំណងផ្ដាច់នៅប្រជជនព្រះសម្មាសម្ពុទ្ធបានប្រមៀលសិលាលេងដំរីនីឡាគិរីមិនមានសូម្បីតែខន្តីនិងមេត្តានិងសេចក្តីករណាក្នុងព្រះតថាគតឡើយព្រះសាស្តាស្ដេចយាងមកហើយត្រាស់សួរថាមនាលភិក្ខុទាំងឡាយអំបញ្ញមិញនេះពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វីកាលភិក្ខុទាំងនោះក្រាបទូលហើយទើបទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយទេវទត្តជជែករឹងត្អឹងគ្មានករណាមិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេសំបីក្នុងកាលមុនទេវទត្តក៏ជជែកមុខរឹងគ្មានករណាដូចគ្នាហើយទ្រង់នាំយករឿងក្នុងអតីតមកត្រាស់ដំណាលក្នុងអតីតកាលគ្រាព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងក្រុងពារាណសីព្រះពោធិសត្វកាន់យកកំណើតជាពាណូឈ្មោះថាមហានន្ទយៈនៅក្នុងហេមវន្តប្រទេសមានប្អូនប្រុសឈ្មោះថាចលនន្ទយៈទាំងពីរអ្នកបងប្អូនមានពាណូ 84,000 ជាបរិវារប្រនៃបាត់មេដាដែលខ្វាក់ភ្នែកអាស្រ័យនៅក្នុងហេមវន្តប្រទេសពាណូពីរអ្នកបងប្អូនឲ្យមេដាដេកនៅត្រង់គុម្ពឈើចូលទៅព្រៃរកផ្លែឈើដែលមានរសឆ្ងាញ់បានហើយបញ្ជូនទៅឲ្យមេដាស្វាដែលមាននេតិនាំទៅក៏មិនបាននាំទៅមេដាត្រូវសេចក្តីស្រេកឃ្លានបៀតបៀនរហូតស្គមស្គាំងនៅសល់តែស្បែកដណ្ដប់ឆ្អឹងគ្រានោះព្រះពោធិសត្វទៅសួរមេដាថាម៉ែកូនបញ្ជូនផ្លែឈើដែលមានរសឆ្ងាញ់មកឲ្យម៉ែហេតុអ្វីម៉ែទើបស្គមស្គាំងយ៉ាងនេះមេដានោះក៏តបថាកូនអើយម៉ែមិនធ្លាប់បានឡើយព្រះពោធិសត្វគិតថាកាលបើយើងនៅគ្រប់គ្រងវងស្វាម៉ែរបស់យើងនឹងមុខជាស្លាប់ដោយពិតយើងនឹងលះបង់នៅវងពាណូទៅប្រណិប័តម៉ែប៉ុណ្ណោះព្រះពោធិសត្វទៅហៅចលនន្ទយៈមកពោលថានៃប្អូនចូលគ្រប់គ្រងវងពាណូចុះបងនឹងប្រណិប័តម៉ែខ្លួនឯងចំណែកចលនន្ទយៈទៅពោលថាបងប្អូនមិនត្រូវការគ្រប់គ្រងវងពាណូទេប្អូនក៏នឹងប្រណិប័តម៉ែដែរបងប្អូនទាំងពីរអ្នកមានការឃើញដូចគ្នាដូច្នេះហើយទើបលះវងពាណូនាំមេដាចេញអំពីព្រៃហែមពីនទៅអាស្រ័យនៅនឹងដើមជ្រៃត្រង់ជាយដែនប្រណិប័តមេដាគ្រានោះមានព្រាហ្មណ៍មាណពអ្នកក្រុងពារាណសីម្នាក់រៀនចប់សិល្បៈគ្រប់ប្រការក្នុងសំណាក់អាចារ្យទីសាបាមកក្នុងក្រុងតកសិលាសូមលាអាចារ្យថាខ្ញុំនឹងទៅចំណែកអាចារ្យក៏ដឹងដោយអានុភាពនៃអង្គវិជ្ជាថាមាណពនេះជាមនុស្សជជែករឹងរូសកាយទើបទូមានថាណែបាជាមនុស្សរឹងត្អឹងកាយប្រសិនបើនៅតែយ៉ាងនេះនឹងមិនបានផលសម្រេចរហូតរមែងត្រូវជួបសេចក្តីវិន័យសេចក្តីទុក្ខដ៏ធំបាកុំបានជាមនុស្សជជែករឹងរូសកុំធ្វើកម្មដែលនាំឲ្យក្តៅក្រហាយក្នុងកាលជាខាងក្រោយឡើយដូច្នេះហើយទៅបញ្ជូនទៅព្រាហ្មណ៍មាណពនោះសំពះលាអាចារ្យហើយត្រឡប់ទៅកាន់ក្រុងពារាណសីមានគ្រួសារហើយកាលមិនអាចនឹងចិញ្ចឹមជីវិតដោយសិល្បៈដតីបានទើបគិតថាយើងនឹងកាន់ធ្នូជាទីពឹងចិញ្ចឹមជីវិតគឺនឹងរកស៊ីជាព្រានដូច្នេះហើយចេញចាកក្រុងពារាណសីអាស្រ័យនៅត្រង់ស្រុកជាយដែនសោកគ្រាប់សក្នុងបំពង់ស្រេចហើយក៏ចូលព្រៃបាញ់មរឹកគ្រប់ប្រភេទចិញ្ចឹមជីវិតដោយការលក់សាច់
ថ្ងៃមួយគេរកអ្វីក្នុងព្រៃមិនបានកំពុងដើរត្រឡប់ឃើញដើមជ្រៃនៅក្បែរផ្លូវដើរគិតថាគួរនឹងមានអ្វីនៅត្រង់ដើមជ្រៃនេះខ្លះទើបដើរសំដៅទៅកាន់ដើមជ្រៃខណៈនោះពីអ្នកបងប្អូនអង្គុយត្រង់ប្រគៀបឈើឲ្យមេត្តាស៊ីផ្លែឈើនៅអំពីខាងមុខឃើញព្រាហ្មណ៍មេនុបនោះដើរមកគិតថាបើនឹងឃើញមេដាយើងក៏នឹងមិនធ្វើអ្វីតើពួននៅត្រង់ចន្លោះមែកឈើចំណែកបរោះអាក្រក់នោះមកដល់ក្រោមដើមឈើហើយឃើញមេតាពីនោះចាស់ទុពលភាពផ្នែកកខ្វាក់គិតថាយើងនឹងត្រឡប់ទៅដោយដៃទទេធ្វើអ្វីទៅបាញ់ស្វានោះជោគទៅផងខណៈនោះព្រាននោះទៅទាញធ្នូប្រុងនឹងបាញ់មេស្វាញីចាស់នោះព្រះពោធិសត្វឃើញដូច្នោះទៅពោលថាណែចលនន្ទយៈបរោះនេះនឹងបាញ់មេដារបស់យើងបងនឹងលះបង់នៅជីវិតជំនួសមេដាកាលបងស្លាប់ទៅហើយប្អូនចូលចិញ្ចឹមមេដាចុះទៅចេញអំពីចន្លោះមែកឈើពោលថាលោកដល់ចម្រើនសូមលោកកុំបាញ់មេដារបស់យើងមេដារបស់យើងខ្វាក់ភ្នែកទុពលភាពយើងនឹងលះបង់នៅជីវិតជំនួសមេដាសូមលោកកុំសម្លាប់មេដាយើងឡើយចូលសម្លាប់យើងចុះទទួលការបដិញ្ញារបស់បុរសនោះហើយទៅអង្គុយក្នុងទីចិត្តនៃកូនសបុរសនោះប្រាសចាកសេចក្តីករណាបាញ់ព្រះពោធិសត្វឲ្យធ្លាក់ចុះហើយក៏ទាញធ្នូដើម្បីនឹងបាញ់មេដារបស់ព្រះពោធិសត្វទៀតចលនន្ទយៈឃើញដូច្នោះគិតថាបរោះនេះបំណងនឹងបាញ់មេដារបស់យើងមេដារបស់យើងសូម្បីនឹងមានជីវិតមួយថ្ងៃក៏មានឈ្មោះថាបានរួចជីវិតហើយយើងនឹងលះបង់ជីវិតឲ្យជំនួសមេដាទៅចេញអំពីចន្លោះនៃមេឈើពោលថាលោកដល់ចម្រើនលោកកុំបាញ់មេដារបស់យើងឡើយយើងនឹងលះបង់នៅជីវិតជំនួសមេដាលោកបាញ់យើងហើយយកជើងទាំងពីរអ្នកបងប្អូនទៅចូលទុកជីវិតដល់មេដារបស់យើងចុះទទួលបដិញ្ញារបស់បរោះនោះហើយក៏មកអង្គុយចិត្តកូនសបរោះនោះទៅបាញ់ចលនន្ទយៈនោះឲ្យធ្លាក់ចុះឲ្យគិតថាយើងនឹងយកទាំងម្ដាយទាំងកូនទៅផ្ទះទៅបាញ់មេដារបស់ពីទាំងពីរនោះធ្លាក់ចុះទៀតហើយពុនទៅទាំង3សម្ដៅទៅកាន់ផ្ទះគ្រានោះភ្លេចបន្ទោបានធ្លាក់ចុះត្រង់ផ្ទះរបស់បរោះអាក្រក់នោះឆេះភរិយានិងកូន2នាក់ព្រមទាំងផ្ទះសល់តែសសរនិងធ្នឹមប៉ុណ្ណោះខណៈនោះបរោះម្នាក់ជួបនឹងបរោះអាក្រក់នោះត្រង់ទ្វារស្រុកនោះឯងក៏បានដំណើររឿងដែលប្រព្រឹត្តទៅឲ្យស្ដាប់បុរសថោកទាបនោះត្រូវសេចក្តីសោកក្នុងបុត្រនិងភរិយាគ្រប់សង្កត់បោះអំរែកសាច់និងធ្នូចោលត្រង់ទីនោះឯងរបូតសម្ពុតអាក្រាតកាយគួងដៃយំរៀបរាប់ដើរចូលទៅផ្ទះខណៈនោះធ្នឹមបានបាក់ចុះមកត្រូវបែកក្បាលផែនដីក៏បើកចន្លោះអណ្ដាតភ្លើងផុសឡើងអំពីអវជ័យមហានរោបរោះអាក្រក់នោះកំពុងត្រូវផែនដីស្រូបរលឹកដល់អាវាតរបស់អាចារ្យបានគិតថាបារាសរិយៈព្រាហ្មណ៍ឃើញហេតុដូច្នោះទៅបានឲ្យអាវាតដល់យើងទៅបានពូលរៀបរាប់ដោយគាថាអ៊ិទាំងតតិចរិយៈវៈចោបារាសរិយោយៈទីព្រះវិមីសុថ្វាំងអករិបាបាំងយ៉ាងថ្វាំងបច្ឆាកតន្តពេបារាសរិយៈព្រាហ្មណ៍បានពោលពិណាទុកថាលោកកុំធ្វើកម្មអាក្រក់ដែលនឹងធ្វើខ្លួនឯងឲ្យក្តៅក្រហាយក្នុងការជាខាងក្រោយណាពាក្យនោះជាពាក្យរបស់លោកអាចារ្យយានិករោតិពុរិសោតានិអន្តនេបស្សតិកលយានការីកលយានังបាបការីចបាបកាំងយាតិសង្វបតេពីចាំងតាតិសង្ហរតេផលੰបុរស
ធ្វើកម្មពុណាតុគេរមែងឃើញកម្មទាំងនោះក្នុងខ្លួនអ្នកធ្វើកម្មល្អរមែងបានទទួលផលល្អអ្នកធ្វើកម្មអាក្រក់រមែងបានទទួលផលអាក្រក់បរោះសាបព្រោះពូជណារមែងបានទទួលផលដូច្នោះអธิบายគាថានោះថាបារាសរិយព្រាមបានពោលពាក្យណាតុអ្នកកុំធ្វើបាបណាដែលអ្នកធ្វើទុកបាបនោះនឹងដុតបំផ្លាញអ្នកក្នុងកាលជាខាងក្រោយនេះជាពាក្យរបស់លោកអាចារ្យបុរសធ្វើកម្មណាតុតាមផ្លូវកាយទ្វាវិជ័យទ្វានិងមโนទ្វាកាលគេនឹងបានផលរបស់កម្មនោះរមែងជួបកម្មទាំងនោះដោយខ្លួនឯងអ្នកធ្វើកម្មល្អរមែងសោយផលល្អតែអ្នកធ្វើកម្មអាក្រក់រមែងនឹងសោយផលអាក្រក់លាមុខមិនគួរប្រាថ្នាពិតណាស់សូម្បីក្នុងផ្លូវលោកបុគ្គលសាបព្រោះពូជណាតុរមែងនាំទៅនៅពូជនោះគឺរមែងរក្សាផលបានទទួលផលសោយផលដែលសមគួរដល់ពូជនោះឯងបរោះអាក្រក់នោះយំរៀបរាប់យ៉ាងនេះឯងចូលទៅកាន់ផែនដីក្នុងអវជ័យមហានរោព្រះសាស្តាទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយទេវទត្តរឹងត្អឹងអាក្រក់មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេសូម្បីក្នុងកាលមុនក៏រឹងត្អឹងអាក្រក់គ្មានករណាដូចគ្នាទ្រង់នាំព្រះធម្មទេសនានោះមកហើយទ្រង់ក៏បានប្រជុំជាដកព្រានបរោះក្នុងគ្រានោះបានមកជាទេវទត្តអាចារ្យទីសាបាមកបានមកជាសរិបុត្រចលៈនន្តយៈពាណូបានមកជាអនន្តមេដាពាណូបានមកជាប្រនាងមហាបជាបតិកោតមីឯមហានន្តយៈពាណូគឺតថាគតនេះឯងរឿងពុដផតជាតកព្រះបរមសាស្តាកាលទ្រង់គង់ប្រថាប់នៅក្នុងវត្តចេតពុនទ្រង់ប្រារព្ធកដុម្ពីម្នាក់ទ្រង់ត្រាស់នៅប្រធមទេសនានេះមានពីផ្ដើមថាអ្នកមេអ្នកមន្តស័កដូច្នេះជាដើមបានលើកថាកដុម្ពីអ្នកក្រុងសាវត្ថីម្នាក់បានធ្វើការជួញដូរជាមួយនឹងកដុម្ពីអ្នកជនបទម្នាក់កដុម្ពីអ្នកក្រុងបាននាំភរិយារបស់ខ្លួនទៅរកអ្នករក្សាប្រាក់របស់កដុម្ពីអ្នកជនបទនោះអ្នករក្សាប្រាក់ប្រាប់ថាយើងមិនអាចនឹងឲ្យបានទើបមិនឲ្យអ្វីកដុម្ពីអ្នកក្រុងក្រោតមិនព្រមបរិភោគអាហារគ្រានោះបរោះអ្នកដើរផ្លូវទាំងឡាយឃើញកដុម្ពីអ្នកក្រុងនោះហេវហត់ក្នុងរវាងផ្លូវទើបឲ្យកញ្ចប់បាយដោយប្រាប់ថាលោកជួយចែកឲ្យភរិយាផងហើយបរិភោគចុះកដុម្ពីអ្នកក្រុងទទួលយកកញ្ចប់បាយហើយមិនប្រាថ្នាឲ្យភរិយាទៅពោលថាណែប្អូនស្រីត្រង់នេះជាដែនដីចោលប្អូនចូលដើរទៅមុនបញ្ជូនភរិយាទៅហើយទៅបរិភោគអាហាររហូតអស់ហើយយកកញ្ចប់ទៅទេមកនិយាយថាណែប្អូនបុរសអ្នកដើរផ្លូវឆ្ងាយឲ្យកញ្ចប់ទៅទេមិនមានបាយឡើយភរិយាដឹងថាស្វាមីបរិភោគតែម្នាក់ឯងក៏មានសេចក្តីអអន់ចិត្តទាំងពីរអ្នកស្វាមីភរិយាដើរទៅផ្លូវខាងក្រោយព្រះវិហារចេតពុនទៅគេចចូលទៅកាន់ព្រះវិហារចេតពុនដោយគិតថានឹងផឹកទឹកសូម្បីព្រះសាស្តាក៏ទ្រង់គង់ប្រថាប់រងចាំការមករបស់ស្វាមីភរិយានោះក្រោមម្លប់ព្រះគុណតកុដដូចជាព្រានស្ទាក់ចាំមើលមរឹកដូច្នោះស្វាមីភរិយាជួបព្រះសាស្តាហើយទើបចូលទៅថ្វាយបង្គំអង្គុយហើយព្រះសាស្តាទ្រង់ធ្វើបដិសន្ធារៈជាមួយនឹងស្វាមីភរិយានោះហើយទ្រង់ត្រាស់សួរថាឧបាសិកាស្វាមីនាងយកចិត្តទុកដាក់ស្រឡាញ់នាងទេឬភរិយាក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើននាងខ្ញុំព្រះអង្គមានសេចក្តីស្រឡាញ់ចំពោះស្វាមីតែគេមិនមានសេចក្តីស្រឡាញ់ដល់នាងខ្ញុំម្ចាស់ឡើយថ្ងៃដតីក៏លើកទុកសិនចុះចំណែកថ្ងៃនេះស្វាមីរបស់នាងខ្ញុំម្ចាស់នេះ
បានបាយមួយកញ្ចប់ក៏បរិភោគម្នាក់ឯងក្នុងរវាងផ្លូវមិនចែកឲ្យនាងខ្ញុំឲ្យចាស់ទេបរិភោគតែម្នាក់ឯងព្រះសាស្តាទ្រង់ត្រាស់ថាឧបាសិកានាងជាអ្នកយកចិត្តទុកដាក់ស្រឡាញ់ស្វាមីជានិច្ចមកហើយតែស្វាមីរបស់នាងនោះមិនមានសេចក្តីស្រឡាញ់ក្នុងនាងឡើយក៏បីដឹងគុណរបស់នាងព្រោះអាស្រ័យបណ្ឌិតទៅបានប្រគល់ភាពជាធំទាំងពួងឲ្យនាងទូលអរតនីសូមព្រះអង្គសម្ដែងទៅទ្រង់នាំយករឿងក្នុងអតីតមកសាតកៈដូច្នេះថាក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងក្រុងពារាណសីព្រះពោធិសត្វកើតក្នុងត្រកូលអាមាត្យលុះចម្រើនវ័យហើយបានជាអ្នកទូមានអត្តនឹងធម៌របស់ព្រះបាទព្រហ្មទត្តគ្រានោះព្រះរាជាទ្រង់សង្ស័យក្នុងព្រះអរោះថានឹងក្បត់ចំពោះព្រះអង្គទើបទ្រង់និរទេសចេញអំពីអាណាចក្រនោះព្រះអរោះនោះនាំព្រះជាយារបស់ខ្លួនចេញចាកនគរទៅអាស្រ័យនៅត្រង់ស្រុកនាដែនកាសីមួយកន្លែងគ្រាតមកព្រះអរោះនោះជ្រាបដំណឹងថាព្រះបិតាចូលប្រទីបង្គត់ហើយគិតថាយើងនឹងទៅគ្រប់គ្រងរាជសម្បត្តិដែលជាសម្បត្តិរបស់ត្រកូលទៅត្រឡប់មកកាន់ក្រុងពារាណសីបានកញ្ចប់បាយក្នុងរវាងផ្លូវដោយសារអ្នកឲ្យប្រាប់ថាចូលចែកឲ្យភរិយាខ្លះហើយបរិភោគចុះមិនព្រមឲ្យព្រះជាយានោះទ្រង់បរិភោគតែម្នាក់ឯងទាំងអស់ព្រះនាងអអន់ចិត្តថាបរោះនេះចិត្តអាក្រក់ណាស់ណោព្រះអរោះនោះគ្រងរាជសម្បត្តិក្នុងក្រុងពារាណសីហើយតាំងនាងទុកក្នុងតំណែងជាអគ្គមហេសីមិនបានប្រទានគ្រឿងសក្ការៈនិងការលើកសរសើរដទៃឡើយដោយយល់ឃើញថាតែប៉ុណ្ណោះក៏ល្មមហើយសម្រាប់នាងសូម្បីតែពាក្យថានាងរស់នៅដូចម្ដេចក៏មិនបានត្រាស់សួរនាងឡើយព្រះពោធិសត្វគិតថាព្រះទេពីមានឧបការៈច្រើនមានភក្តីភាពចំពោះព្រះរាជាតែព្រះរាជាមិនបានពេញបរិជ្ជហារតីដល់ព្រះនាងសូម្បីតិចតួចយើងនឹងឲ្យព្រះអង្គទ្រង់ប្រទានគ្រឿងសក្ការៈនិងការលើកដំកើងព្រះនាងទើបចូលទៅគល់ព្រះទេពីក្នុងចម្ងាយសមគួរហើយឆោក្នុងទី1កាលព្រះនាងត្រាស់សួរថាមានការអ្វីបាព្រះពោធិសត្វទើបទូលដើម្បីលើករឿងឡើងថាបបិទ្ធប្រទេពីខ្ញុំព្រះអង្គទទួលរាជកិច្ចបម្រើព្រះនាងមិនគួរនឹងឲ្យកំណត់សម្ពុតឬដុំបាយដល់មេត្តាបិតាដែលចាស់ជរាខ្លះទេឬព្រះនាងទេពីត្រាស់ថាសំបីខ្លួនយើងក៏មិនបានអ្វីឡើយយើងនឹងមានអ្វីឲ្យលោកក្នុងវេលាដែលបានយើងក៏ឲ្យលោកមិនមែនឬតែឥឡូវនេះព្រះរាជាមិនបានប្រទានអ្វីឲ្យយើងការប្រទានដតីចូលលើកទុកចោលព្រះអង្គកាលស្ដេចកំពុងយាងមកទទួលរាជសម្បត្តិបានកញ្ចប់បាយក្នុងរវាងផ្លូវក៏មិនបានប្រទានសូម្បីត្រឹមតែអាហារដល់យើងទ្រង់សោយតែព្រះអង្គឯងទាំងអស់ព្រះពោធិសត្វទូលសួរថាបបិទ្ធព្រះម៉ែម្ចាស់ព្រះម៉ែម្ចាស់នឹងហ៊ានទូលយ៉ាងនេះក្នុងសំណាក់របស់ព្រះរាជាឬព្រះនាងក៏បានត្រាស់ថាហ៊ានបាព្រះពោធិសត្វទៅទូលថាបើដូច្នោះវេលាដែលខ្ញុំព្រះអង្គចូលគល់នៅក្នុងព្រះរាជដំណាក់ថ្ងៃនេះកាលខ្ញុំព្រះអង្គទូលសួរសូមព្រះនាងចូលត្រាស់យ៉ាងនេះថ្ងៃនេះឯងខ្ញុំព្រះអង្គនឹងឲ្យព្រះរាជាដឹងគុណព្រះនាងគ្រាទូលយ៉ាងនេះហើយព្រះពោធិសត្វទៅដើរទៅចូលគល់ព្រះរាជាចំណែកព្រះទេពីក៏បានទៅគល់ព្រះរាជាដែរលំដាប់នោះព្រះពោធិសត្វបានក្រាបទូលព្រះទេពីថាបបិទ្ធព្រះនាងម្ចាស់ព្រះនាងទ្រង់មានប្រតិករុណាក្រៃលែងការដែលព្រះនាងខឹងនឹងឲ្យកំណត់សម្ពុតឬត្រឹមតែដុំបាយដល់មេត្តាបិតាមិនសមគួរឬ
ព្រះទេពីត្រាស់ថាយើងខ្លួនឯងមិនបានអ្វីអំពីសំណាក់ព្រះរាជាផងនឹងយកអ្វីទៅឲ្យលោកណព្រះពោធិសត្វទូសួរថាព្រះនាងបានតំណែងជាអគ្គមហេសីមិនមែនឬព្រះទេពីត្រាស់ថានេបាកាលមិនមានការលើកដំកើងតំណែងជាអគ្គមហេសីនឹងធ្វើអ្វីបានព្រះរាជារបស់លោកនិងព្រះរាជទានអ្វីដល់យើងក្នុងកាលឥឡូវនេះព្រះអង្គបានបាយកញ្ចប់ក្នុងរវាងផ្លូវក៏គង់ទ្រង់មិនព្រះរាជទានឲ្យសំបីទុចតួចសោយតែព្រះអង្គឯងព្រះពោធិសត្វទូសួរថាបពិតមហារាជបានឮថាយ៉ាងនោះឬព្រះរាជាទ្រង់ទទួលព្រះពោធិសត្វជ្រាបថាព្រះរាជាទ្រង់ទទួលហើយទៅទូលថាបបិទ្ធព្រះនាងបើដូច្នោះព្រះនាងនឹងមានប្រយោជន៍អ្វីដល់ការប្រថាប់នៅក្នុងទីនេះតាំងតែអំពីកាលមិនជាទីស្រឡាញ់របស់ព្រះរាជាព្រោះថាការនៅរួមជាមួយនឹងបុគ្គលមិនជាទីស្រឡាញ់ជាទុកក្នុងលោកាលព្រះនាងប្រថាប់នៅទីនេះការនៅរួមជាមួយនឹងសេចក្តីមិនជាទីស្រឡាញ់របស់ព្រះរាជាជាទុកធម្មតាសត្វទាំងនោះរមែងសែបគប់ជាមួយនឹងអ្នកដែលសែបគប់ផងដឹងបុគ្គលដែលមិនគួរសែបគប់ផងគេមិនប្រាថ្នានឹងសែបគប់ក៏គប់បីជិះទៅកាន់ទីដតីព្រោះថាទីអាស្រ័យគឺលោកនេះធំទូលាយទៅបានពោលគាថាយ៉ាងនេះថាអ្នកមេអ្នកមន្តសៈបជេបច្ចន្តាំងកិច្ចានុកបសករិយកិច្ចាំងនិណត្តកាមសករិយអដ្ឋังអសម្បច្ចន្តំបេអ្នកសម្បជយៈបុគ្គលគប្បីអោនលំទូនចំពោះអ្នកដែលអោនលំទូនគប្បីគប់រោគអ្នកដែលគប់រោគជាមួយគួរធ្វើកិច្ចតបស្នងដល់អ្នកជួយធ្វើកិច្ចមិនគប្បីធ្វើប្រយោជន៍ដល់អ្នកប្រាថ្នានៅសេចក្តីវិនិច្ឆ័យឲ្យនិងមិនគួរគប់រោគអ្នកដែលមិនគប់ជាមួយចជេចចិនតាំងវនថាំងអ្នកកយិរាអបេតចន្ទេអ្នកសម្បជយៈតិជូទុមង្ខៃណបលាំងវិញ្ញត្វាអញ្ញੰសមេខៃយៈមហាហិលោកោបុគ្គលគប្បីលះបង់អ្នកដែលលះបង់មិនគប្បីធ្វើសេចក្តីអាល័យពេញចិត្តមិនគួរសមាគមជាមួយជនដែលមានចិត្តបបលាស់ដោយបក្សីដឹងថាដើមឈើមិនមានផ្លែគប្បីស្វែងរកដើមឈើដតីព្រោះថាលោកនេះជារបស់ធំទូលាយក្នុងបទទាំងនោះបទថានមេនមន្តសៈបជេបច្ចន្តាំងប្រែថាបុគ្គលគួរអោនលំទូនចំពោះអ្នកដែលអោនលំទូនគួរគប់ជាមួយអ្នកដែលគួរគប់សេចក្តីថាបុគ្គលគួរអោនលំទូនក្នុងអ្នកដែលអោនលំទូនចំពោះខ្លួនគួរគប់រោគអ្នកដែលគប់រោគខ្លួនប៉ុណ្ណោះបទថាកិច្ចានុកបសករិយកិច្ចាំងគួរធ្វើកិច្ចតបស្នងដល់អ្នកដែលជួយធ្វើកិច្ចសេចក្តីថាបុគ្គលគួរជួយធ្វើកិច្ចតែកើតឡើងដល់អ្នកដែលជួយធ្វើកិច្ចដល់ខ្លួនបទថាចជេចចិនតាំងវនថាំងនេកយិរាបុគ្គលគួរលះបង់អ្នកដែលលះបង់មិនគួរធ្វើសេចក្តីអាល័យពេញចិត្តសេចក្តីថាបុគ្គលគួរលះបង់អ្នកដែលលះបង់ខ្លួនមិនគួរធ្វើសេចក្តីអាល័យពេញចិត្តពោលគឺសេចក្តីជាប់ជំពាក់ក្នុងអ្នកនោះសូមបីតែបន្តិចបទថាអបេតចិនតេអ្នកប្រែថាអ្នកមានចិត្តបបលាស់បានដល់អ្នកដែលមានចិត្តត្រឡប់គឺចិត្តប្រែប្រួលបទថាអ្នកសម្បជយៈប្រែថាមិនគួរសមាគមបានដល់មិនគួរសមាគមជាមួយជននោះដូច្នោះបទថាតិជោទុមង្ខបស័យដឹងថាដើមឈើបានដល់ដូចបស័យកាលមុនដើមឈើមានផ្លែកាលអស់ផ្លែហើយក៏ដឹងថាដើមឈើនេះមិនមានផ្លែក៏លះបង់ដើមឈើនោះឲ្យស្វែងរកគឺស្វែងរកដើមឈើដតីយ៉ាងណាគប្បីស្វែងរកដើមឈើដតីក៏យ៉ាងនោះព្រោះថា
លោកនេះធំទូលាយព្រះនាងនឹងបានបរោះម្នាក់ដែលមានសេចក្តីស្នេហាក្នុងព្រះនាងដោយពិតព្រះបាទពារាណសីទ្រង់ស្ដាប់ដូច្នោះហើយទ្រង់បានបរិជ្ជទានឥស្សរយុទ្ធទាំងពួងដល់ប្រទេសពីរតាំងអំពីនោះមកក៏រស់នៅជាមួយគ្នាដោយសេចក្តីព្រមព្រៀងនិងរីករាយព្រះសាស្តាទ្រង់នាំយកប្រធមទេសនានោះមកហើយទ្រង់បានប្រកាសសច្ចធម៌និងទ្រង់ប្រជុំជាដកកាលចប់សច្ចធម៌ស្វាមីភរិយាទាំងពីរនាក់ក៏តាំងនៅក្នុងសោតាបត្តិផលស្វាមីភរិយាក្នុងគ្រានោះបានមកជាគូស្វាមីភរិយាក្នុងគ្រានេះចំណែកអាមាត្យបណ្ឌិតគឺតថាគតនេះឯងរឿងលោសកៈជាដកព្រះបរមសាស្តាកាលទ្រង់គង់នៅក្នុងវត្តចេតពុនទ្រង់ប្រារព្ធលោសកៈទេសថែត្រាស់នៅប្រធមទេសនានេះមានពាក្យផ្ដើមថាយោអដ្ឋកាមសៈដូច្នេះជាដើមព្រះថេរៈដែលមានឈ្មោះថាលោសកៈនេះគឺជានរណាហើយមានប្រវត្តិយ៉ាងណាលោកគឺជាកូនរបស់អ្នកនេសាទម្នាក់ដែលរស់នៅក្នុងដែនកោសលជាអ្នកទំលាយវងត្រកូលរបស់ខ្លួនមានលៀបតិចមកបួរក្នុងសំណាក់របស់ភិក្ខុទាំងឡាយបានលើកថាលោកជោគតិអំពីទីដែលលោកកើតហើយបដិសន្ធិក្នុងផ្ទៃនៃស្ត្រីដែលជាភរិយារបស់អ្នកនេសាទម្នាក់នៅក្នុងស្រុកអ្នកនេសាទមួយកន្លែងដែលនៅរួមគ្នាដល់ទៅ1000គ្រួសារក្នុងដែនកោសលក្នុងថ្ងៃដែលលោកបដិសន្ធិអ្នកនេសាទ1000គ្រួសារនោះនាំគ្នាកាន់សំណាញ់ទៅរកត្រីក្នុងស្ទឹងនិងបឹងមិនបានសូម្បីត្រឹមតែត្រីតូចៗហើយចាប់តាំងអំពីថ្ងៃនោះមកពួកអ្នកនេសាទទាំងនោះក៏ដល់នៅការចិញ្ចឹមជីវិតដោយលំបាកក្រៃពេកកាលនៅក្នុងផ្ទៃនៃមេដាននោះផ្ទះអ្នកនេសាទនោះក៏ត្រូវភ្លើងឆេះអស់7ដងត្រូវព្រះរាជាពិន័យអស់7ដងដោយហេតុនេះអ្នកនេសាទនោះក៏ដល់នៅការលំបាកដោយលំដាប់ពពួកជនទាំងនោះពិភាក្សាគ្នាថាកាលពីមុនរឿងបែបនេះមិនធ្លាប់កើតមានដល់ពួកយើងឡើយប៉ុន្តែឥឡូវនេះពួកយើងត្រូវចុះអន់ថយក្រលំបាកក្នុងចំណោមពួកយើងប្រកាសជាមានមនុស្សកាលកណីណាម្នាក់មិនខានពួកយើងនឹងចូលបែងចែកគ្នាជាពីរក្រុមចុះដូច្នេះហើយក៏បែងចែកគ្នាជាពីរក្រុមក្នុងមួយក្រុម500គ្រួសារបណ្ដាក្រុមទាំងពីរនោះមេដាបៃតារបស់លោសកៈនៅក្នុងស្រុកណាក្រុមនោះក៏ចុះអន់ថយក្រលំបាកទៅក្រុមក្រៅអំពីនេះចម្រើនលូតលាស់ឡើងក្រុមដែលចុះអន់ថយនោះក៏ចែកគ្នាជាពីរក្រុមទៀតពួកគេចែកគ្នាជាពីរក្រុមដោយទំនងនេះរហូតសល់ត្រឹមតែត្រកូលមួយទើបអ្នកនេសាទទាំងនោះដឹងថាមនុស្សទាំងនេះជាកលកណីក៏ព្រួតដៃគ្នាវាយបណ្ដេញចេញអំពីភូមិគ្រានោះមេដាបៃតារបស់លោសកៈចិញ្ចឹមជីវិតដោយលំបាកលុះគ្រប់ខែក៏ប្រសូតទារុនៅក្នុងកន្លែងមួយធម្មតាអ្នកដែលកើតមកក្នុងភពចុងក្រោយបុគ្គលណាមួយក៏មិនអាចទម្លាយបានព្រោះមានឧបនិស្ស័យនៃអរហត្តផលរុងរឿងក្នុងហឫទ័យរបស់លោកដូចជាប្រទីបនៅក្នុងឆ្នាំងដូច្នោះមេតាបៃតាចិញ្ចឹមទារុនោះមករហូតដល់ពេលដែលទារុនោះរត់បានទៅមកក៏យកអំបែងឆ្នាំងដីដាក់លើដៃហើយបញ្ជូនទៅដោយពាក្យថានៃកូនឯងចូលទៅកាន់ផ្ទះនោះចុះដូច្នេះហើយក៏គេចចេញទៅចាប់តាំងអំពីពេលនោះមកទារុនោះក៏រស់នៅតែម្នាក់ឯងតាមយថាកម្មដេកនៅក្នុងកន្លែងមួយមិនបានងូតទឹកមិនបានជំរះរាងកាយមើលទៅដូចបិសាចប្រឡាក់ធូលីចិញ្ចឹមជីវិតដោយការលំបាកក្រៃពេកទារុនោះមានអាយុ7ឆ្នាំដោយលំដាប់ដើររើសគ្រាប់បាយស៊ីម្ដងមួយគ្រាប់ក្នុងទីដែលគេចាក់ទឹកលាងឆ្នាំងចិត្តផ្ទះមួយដូចជាសត្វក្អែកគ្រានោះព្រះធម្មសេនាបតីសរិបុត្រនិមន្តបណ្ឌបាតក្នុងក្រុងសាវត្ថីឃើញហើយពិចារណាថាទារុនេះគួរឲ្យអាណិតណាស់ជាអ្នកស្រុកណាណោ
ដោយមានចិត្តមេត្តាចំពោះទារុនោះក្រៃលែងឡើងទៅផៅទារុនោះថានេកុមារតូចចូលអ្នកមកនេះទារុនោះមកថ្វាយបង្គំហើយឆោក្នុងទីដែលសមគួរគ្រានោះព្រះថេរៈសួរទារុនោះថានេកុមារតូចឯងជាអ្នកស្រុកណាម៉ែឪរបស់ឯងនៅឯណាទារុនោះក៏ឆ្លើយថាបពិតលោកម្ចាស់ខ្ញុំឥតទីពឹងមេដាបិតារបស់ខ្ញុំនិយាយថាខ្ញុំធ្វើឲ្យគាត់លំបាកទៅគាត់ចោលខ្ញុំហើយកិច្ចទៅព្រះថេរៈក៏សួរថាបើដូច្នោះអ្នកបួសឬទារុនោះក៏ឆ្លើយថាបពិតលោកម្ចាស់ខ្ញុំចង់បួសណាស់ប៉ុន្តែក្មេងកំព្រាដូចជាខ្ញុំនេះតើនរណានឹងបំបួសព្រះថេរៈក៏ពោលថាបើដូច្នោះអាត្មានឹងបំបួសអ្នកទារុនោះពោលថាសាធុលោកម្ចាស់សូមលោកម្ចាស់អនុគ្រោះឲ្យខ្ញុំបួសផងចុះព្រះថេរៈក៏ឲ្យអាហារបរិភោគដល់ទារុនោះហើយនាំទៅកាន់វិហាรงូតទឹកដោយខ្លួនឯងហើយឲ្យបព្វជិរហូតអាយុគ្រប់20ឆ្នាំក៏បានឲ្យឧបសម្បទាក្នុងពេលឧបសម្បទាហើយលោកមានឈ្មោះថាលោសកតេសថេជាភិក្ខុមានបុណ្យតិចមានលាភតិចបានលើថាលោកមិនធ្លាប់បានឆាន់ពេញពោះសូម្បីតែក្នុងការអសតិសទានបានឆាន់ត្រឹមតែល្មមបន្តជីវិតឲ្យប្រព្រឹត្តទៅបានតែប៉ុណ្ណោះព្រោះកាលពុទ្ធបរិស័ទដាក់បាតលោកត្រឹមតែបាយមួយវែកប៉ុណ្ណោះបាតក៏ប្រកាសដូចជាពេញដោយបាយកាលបើដូច្នេះពុទ្ធបរិស័ទទាំងឡាយក៏សម្គាល់ថាបាតរបស់ភិក្ខុនោះពេញហើយក៏ហួរទៅដាក់បាតភិក្ខុអង្គក្រោយទៀតអាចារ្យពួកខ្លះពោលថាក្នុងពេលប្រគិនជាគូចំពោះលោកជាគូក្នុងភាជនៈរបស់គេក៏បាត់អស់ទៅដូច្នេះក៏មានសំបីបច្ច័យដតីមានរបស់គួរទំពាស៊ីជាដើមក៏នៃនោះដូចគ្នាសម័យថ្ងៃក្រោយមកលោកចម្រើនវិបស្សនាសំបីបានសម្រេចជាព្រះអរហត្តផលដែលជាផលដ៏កំពូលក៏នៅតែមានលាភតិចតដែលកាលអាយុសង្ខាររបស់លោកទ្រុឌទ្រោមដោយលំដាប់ក៏ដល់ថ្ងៃបរិនិព្វានព្រះធម្មសេនាបតីសរិបុត្រត្រេះរិះក៏ដឹងថាថ្ងៃនេះជាថ្ងៃបរិនិព្វានរបស់លោកទៅព្រះរិះថាថ្ងៃនេះលោសកតេសថេនឹងបរិនិព្វានហើយដូច្នេះគួរអាត្មាអញឲ្យអាហារដល់លោកឆាន់ឲ្យឆ្អែតម្ដងដូច្នេះហើយក៏នាំលោកចូលទៅកាន់នគរសាវត្ថីដើម្បីបិណ្ឌបាតព្រោះតែនាំព្រះលោសកៈទៅជាមួយព្រះថេរៈក៏មិនបានសូម្បីត្រឹមតែការលើកដៃសំពះនៅក្នុងនគរសាវត្ថីដែលមានមនុស្សច្រើនសន្ធឹកសន្ធាប់ទើបព្រះថេរៈពោលថាអវសោលោកចូលគង់រងចាំនៅទីរោងឆាន់ចុះដូច្នេះហើយក៏បញ្ជូនលោកឲ្យត្រឡប់ទៅវិញគ្រាន់តែលោកចេញអំពីទីនោះបន្តិចប៉ុណ្ណោះពុទ្ធបរិស័ទក៏បង្កកប្រកាសប្រាប់គ្នាថាណែគ្នាយើងលោកម្ចាស់សរិបុត្ររបស់យើងនិមន្តមកហើយនិមន្តព្រះថេរៈគង់លើអាសនៈឲ្យឆាន់ភ័តតាហាព្រះថេរៈក៏បញ្ជូនអាហារដែលបានហើយនោះទៅដោយពោលនឹងមនុស្សទាំងនោះថាពួកអ្នកចូលប្រគេនភ័តនេះចំពោះលោសកតេសថេផងចុះមនុស្សដែលទទួលយកភ័តនោះទៅក៏ភ្លេចព្រះលោសកតេសថេនាំគ្នាបរិភោគអស់លុះព្រះថេរៈនិមន្តទៅដល់ព្រះវិហារព្រះលោសកតេសថេក៏ទៅថ្វាយបង្គំព្រះថេរៈព្រះថេរៈសួរថាអវសោលោកបានអាហារហើយឬលោកក៏ឆ្លើយថាមិនទាន់បានទេលោកម្ចាស់ព្រះថេរៈក៏សង្វែកមើលពេលវេលាដឹងថាមិនទាន់កន្លងទៅពោលថាណាហើយចុះអ្នកមានអាយុលោកចូលគង់នៅកន្លែងដើមវិញចុះលុះឲ្យព្រះលោសកតេសថេទៅគង់រងចាំក្នុងរោងឆាន់ហើយលោកក៏ទៅកាន់ព្រះរាជវាំងរបស់ព្រះបាទកោសលព្រះរាជាត្រាស់ឲ្យទទួលបាតរបស់ព្រះថេរៈទ្រង់ដឹងថាមិនមែនជាកាលនៃភ័តទើបត្រាស់ប្រគេនបង្អែម4មុខពេញបាតព្រះថេរៈទទួលបាតត្រឡប់ទៅដល់រោងឆាន់ក៏ហៅព្រះលោសកតេសថេថាអវសោតេសថេចូលលោកឆាន់បង្អែម4មុខនេះចុះហើយឈរកាន់បាតព្រះលោសកតេសថេខ្លាចក្រែងព្រះថេរៈក៏មិនហ៊ានឆាន់
គ្រានោះព្រះថេរៈពោលថាអវសោតេសៈខ្ញុំឆោកាន់បាតឲ្យចូលលោកឆាន់ចុះប្រសិនបើខ្ញុំលែងបាតពីដៃបាតប្រកាសជាទុទេគ្រានោះព្រះលោសកៈតេសថៃកាលព្រះធម្មសេនាបតីសរិបុត្រដែលជាអគ្គសាវកឆោកាន់បាតឲ្យក៏គង់ឆាន់បង្អែម4មុខនោះបង្អែម4មុខនោះមិនដល់នៅការអស់ទៅដោយកម្លាំងរិទ្ធិរបស់ព្រះថេរៈព្រះលោសកៈតេសថៃឆាន់រហូតទាល់តែឆ្អែតលែងត្រូវការក្នុងពេលនោះក្នុងថ្ងៃនោះឯងលោកក៏បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុព្រះសម្មាសម្ពុទ្ធទ្រង់គង់ក្នុងសំណាក់របស់លោកទ្រង់ត្រាស់ឲ្យបូជាព្រះសរីរៈហើយរើសយកប្រធានទាំងឡាយហើយកសាងព្រះចេតិយតម្កល់ទុកគ្រានោះភិក្ខុទាំងឡាយអង្គុយប្រជុំគ្នាក្នុងធម្មសភាសន្ទនាគ្នាថាលោកអ្នកមានអាយុទាំងឡាយគួរអស្ចារ្យណាស់ណោព្រះលោសកៈតេសថៃមានបុណ្យតិចមានលៀបតិចហើយអ្នកដែលមានបុណ្យតិចមានលៀបតិចបែបនេះសម្រេចអរិយធម៌បានដូចម្ដេចណោព្រះបរមសាស្តាស្ដេចយាងមកកាន់រោងធម្មសភាហើយទ្រង់ត្រាស់សួរថាមនាលភិក្ខុទាំងឡាយអំបញ្ញមិញនេះអ្នកទាំងឡាយអង្គុយប្រជុំសន្ទនាគ្នាដោយកថាដូចម្ដេចកាលភិក្ខុទាំងនោះក្រាបបង្គំទូលឲ្យទ្រង់ជ្រាបហើយទើបទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយលោសកៈតេសថៃនេះបានធ្វើកម្មគឺភាពជាអ្នកមានលៀបតិចនិងភាពជាអ្នកបានអរិយធម៌របស់ខ្លួនដោយខ្លួនឯងព្រោះកាលពីមុនលោសកៈតេសថៃនេះបានធ្វើឲ្យអន្តរាយលៀបរបស់អ្នកដតីទៅជាអ្នកមានលៀបតិចប៉ុន្តែបានសម្រេចអរិយធម៌ដោយអំណាចវិបស្សនាគឺអនិច្ចំទុក្ខំអនត្តាដែលបានបំពេញហើយដូច្នេះហើយទើបទ្រង់នាំយករឿងក្នុងអតីតមកសម្ដែងដូច្នេះថាក្នុងអតីតកាលព្រះសម្មាសម្ពុទ្ធព្រះនាមកស្សបៈភិក្ខុមេរូបអាស្រ័យកដុំពីរម្នាក់នៅក្នុងអាវាសមួយជាអ្នកមានអរិយាបថរំទុំមានសិលជាយាមបំពេញវិបស្សនាគ្រានោះមានប្រខ័យណាស្របមួយព្រះអង្គដែលមានប្រក្រតីនៅក្នុងព្រៃហែមពៀនបានមកដល់ទីលំនៅរបស់កដុំពីរដែលជាឧបថៈរបស់ភិក្ខុនោះដោយលំដាប់កដុំពីរជ្រះថ្លានឹងអរិយាបថរបស់ព្រះថេរៈទើបទទួលបាតនិមន្តលោកចូលទៅកាន់ផ្ទះឲ្យឆាន់ភត្តាហារដោយគោរពស្ដាប់ធម្មកថាបន្តិចបន្តួចថ្វាយបង្គំឲ្យពោលថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនសូមលោកម្ចាស់និមន្តទៅកាន់វិហារដែលនៅជិតផ្ទះរបស់ខ្ញុំព្រះករុណាមុនចុះចាំពេលល្ងាចខ្ញុំព្រះករុណានឹងទៅសួរសុខទុក្ខព្រះថេរៈក៏និមន្តទៅកាន់ព្រះវិហារថ្វាយបង្គំព្រះថេរៈជាអាវាសិកៈសួរសុខទុក្ខគ្នានឹងគ្នាហើយគង់ក្នុងទីដ៏សមគួរព្រះថេរៈជាអាវាសិកៈក៏ធ្វើបដិសន្ធារៈចំពោះលោកហើយសួរថាអ្នកមានអាយុបានទទួលភត្តាហារហើយឬព្រះអគន្តកៈឆ្លើយថាបានទទួលហើយព្រះថេរៈជាអាវាសិកៈសួរថាអ្នកមានអាយុទទួលភត្តាក្នុងទីណាព្រះថេរៈអគន្តកៈនោះឆ្លើយថាបានទទួលនៅក្នុងផ្ទះកដុំពីរចិត្តនេះឯងលោកប្រាប់ចឹងនេះហើយក៏សួរដល់សេនាសនៈរបស់ខ្លួនចាត់ចែងបោះច្រាស់ទុកដាក់បាតចីវររៀបរួយហើយគង់សម្រាកដោយសុខក្នុងឈានដោយសុខក្នុងសមាបត្តិវេលាល្ងាចក៏ដុំពីរក៏ឲ្យមនុស្សកាន់កំរំការនឹងប្រទីបទៅព្រះវិហារថ្វាយបង្គំព្រះថេរៈជាអាវាសិកៈហើយសួរថាលោកម្ចាស់ដ៏ចម្រើនមានព្រះថេរៈអគន្តកៈមកស្នាក់នៅមួយរូបមែនឬព្រះថេរៈជាអាវាសិកៈឆ្លើយថាចម្រើនពរកដុំពីរមានកដុំពីរនោះក៏សួរថាឥឡូវនេះលោកសម្រាកនៅក្នុងទីណាព្រះថេរៈជាអាវាសិកៈឆ្លើយថានៅសេនាសនៈឯណោះក៏ដុំពីរទៅកាន់សំណាក់របស់ព្រះថេរៈនោះហើយអង្គុយក្នុងទីដ៏សមគួរស្ដាប់ធម្មកថារហូតដល់យប់ទើបបូជាព្រះចេតិយនឹងព្រះពោធិព្រឹក្សឲ្យប្រទីបបំភ្លឺហើយនិមន្តព្រះថេរៈទាំងពីរអង្គឲ្យទទួលភ័ត្ត្រក្នុងថ្ងៃស្អែកហើយក៏ត្រឡប់ទៅផ្ទះវិញ
ព្រះថេរៈជាអវាសកៈគិតថាក៏ដុំពីនេះត្រូវអគន្តកៈភិក្ខុនេះញុះញង់ឲ្យបែកចិត្តចេញពីអញហើយបើលោកនៅក្នុងវិហារនេះសោតក៏ដុំពីប្រកាសជាឈប់រាប់អានអញកើតការមិនពេញចិត្តចំពោះព្រះថេរៈគិតថាអញគួរតែសម្ដែងអាការៈមិនឲ្យលោកនៅក្នុងវិហារនេះដូច្នេះហើយពេលដែលព្រះថេរៈមកធ្វើវត្តបដិបត្តិក៏មិននិយាយជាមួយព្រះថេរៈដែលជាប្រខ័យណាស្របជ្រាបអធ្យាស្រ័យព្រះថេរៈដែលជាអវាសិកៈហើយត្រេះរិះថាព្រះថេរៈនេះមិនបានដឹងភាពដែលអាត្មាអញមិនមានការជាប់ជំពាក់ក្នុងត្រកូលក្នុងលៀបឬក្នុងពុគណៈឡើយហើយក៏ត្រឡប់ទៅកាន់លំនៅរបស់ខ្លួនគង់សម្រាកដោយសុខក្នុងឈាននិងសុខក្នុងសមាបត្តិស្អែកឡើងព្រះថេរៈជាអវាសិកៈក៏វាជួងដោយខ្នងក្រចកគោះទ្វារដោយខ្នងក្រចកហើយទៅកាន់ផ្ទះកដុំពីទទួលបាតនិមន្តឲ្យគង់លើអាសនៈដែលក្រាលទុកឲ្យសួរថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនព្រះថេរៈអគន្តកៈនិមន្តទៅណាព្រះថេរៈដែលជាអវាសិកៈឆ្លើយថាអាត្មាមិនដឹងការប្រព្រឹត្តទៅរបស់ព្រះថេរៈដែលចិត្តស្និទ្ធនឹងអ្នកទេអាត្មាវាជួងគោះទ្វារក៏មិនអាចដាស់ឲ្យភ្ញាក់បានកាលពីម្សិលមិញឆាន់ភោជនដ៏ប្រណិតក្នុងផ្ទះរបស់អ្នកហើយប្រហែលជានៅឆ្អែតដល់ថ្ងៃនេះទើបដេកលក់រហូតដល់ពេលនេះអ្នកកាលជ្រះថ្លាក៏ជ្រះថ្លានឹងភិក្ខុដែលមានសភាពបែបនេះឯងចំណែកព្រះថេរៈដែលជាព្រះខ័យណាស្របកំណត់ពេលភិក្ខាចាររបស់ខ្លួនហើយក៏ជំរះសរីរៈកាន់បាតនិងចីវរហោះតាមអាកាសទៅកាន់ទីដតីក៏ដុំពីនិមន្តព្រះថេរៈជាអវាសិកៈឆាន់មធុបាយៈដែលផ្សំដោយទឹកដោះថ្លាទឹកឃ្មុំដុំស្ករហើយលាងបាតជូតជំរះអប់ដោយគ្រឿងក្រអូបដាក់មធុបាយៈពេញហើយពោលថាបបិទ្ធលោកម្ចាស់ព្រះថេរៈនេះប្រហែលជាហត់នឿយខ្លាំងហើយមើលទៅសូមលោកម្ចាស់មេត្តានាំយកមធុបាយៈនេះទៅប្រគេនលោកផងចុះហើយប្រគេនបាតទៅព្រះថេរៈជាអវាសិកៈព្រះថេរៈដែលជាអវាសិកៈមិនប្រកែកទេទទួលយកបាតមកនិមន្តទៅបណ្ដើគិតបណ្ដើថាប្រសិនបើភិក្ខុនោះបានឆាន់មធុបាយៈនេះសោតសូម្បីអញចាប់កទាញចេញទៅក៏មិនទៅប្រសិនបើអញឲ្យមធុបាយៈនេះដល់មនុស្សសោតកម្មរបស់អញក៏នឹងប្រកបប្រសិនបើអាត្មាអញចាក់ទៅក្នុងទឹកដោះថ្លាក៏នឹងអណ្ដែតលើទឹកបើចាក់ចោលលើផែនដីវងក្អែកនឹងចោមរួមស៊ីកម្មរបស់អញនឹងប្រកបអញគួរចាក់មធុបាយៈនេះនៅក្នុងទីណាល្អណោឃើញស្រែដែលកំពុងឆេះមួយកន្លែងក៏កាយផេះឡើងចាក់មធុបាយៈនៅក្នុងស្រែនោះកាយផេះលុបវិញហើយក៏និមន្តទៅកាន់វិហារលុះទៅដល់វិហារមិនឃើញព្រះថេរៈអង្គនោះក៏គិតថាប្រហែលជាភិក្ខុនេះជាព្រះខ័យណាស្របដឹងអធ្យាស្រ័យរបស់អាត្មាអញហើយទៅកាន់ទីដតីជាប្រកបអោព្រោះតែផ្ទៃជាហេតុអញបានធ្វើកម្មដ៏មិនសមគួរបែបនេះភ្លាមនោះសេចក្តីក្តៅក្រហាយចិត្តយ៉ាងខ្លាំងបានកើតឡើងដល់ព្រះថេរៈជាអវាសិកៈនោះចាប់តាំងអំពីថ្ងៃនោះមកលោកក៏คล้ายទៅជាមនុស្សប្រែតមិនយូរប៉ុន្មានក៏បានធ្វើមរណកាលទៅកើតក្នុងនរកភិក្ខុនោះឆេះក្នុងនរកអស់ច្រើនសែនឆ្នាំសល់ផលកម្មនាំឲ្យកើតជាយៈ500ជាតិមិនដែលបានអាហារពេញពោះសូម្បីតែមួយថ្ងៃរហូតដល់ថ្ងៃស្លាប់ទៅបានអាហារបរិភោគឆ្អែតគឺបានស៊ីទងសុខមនុស្សឆ្អែតម្ដងបន្ទាប់អំពីកើតជាយៈក៏កើតជាឆ្កែ500ជាតិសូម្បីនៅក្នុងកំណើតឆ្កែនោះក៏បានស៊ីកំអួតឆ្អែតតែម្ដងប៉ុណ្ណោះចំណែកក្នុងការដសេះមិនដែលបានអ្វីស៊ីឆ្អែតម្ដងឡើយជតិអំពីកំណើតឆ្កែក៏មកកើតក្នុងត្រកូលទុរគតមួយក្នុងដែនកាសីចាប់តាំងអំពីថ្ងៃដែលលោកកើតត្រកូលនោះក៏យ៉ាប់យ៉ឺនយ៉ាងក្រៃលែងសំបីតែទឹកនិងបាយកន្លះពោះក៏មិនដែលបានគេមាននាមថាមិត្តវិន្ទុកៈមេដាបៃតារបស់មិត្តវិន្ទុកៈមិនអាចនឹងទ្រាំទ្រចំពោះសេចក្តីទុក្ខដែលកើតអំពីការអត់ឃ្លានបានក៏និយាយថាទៅចុះអាកូនកលកណីវាយបណ្ដេញឲ្យចេញទៅមិត្តវិន្ទុកៈមិនមានទីពឹងដើរទៅរហូតដល់នគរពេរាណសី
គ្រានោះព្រះបរមពោធិសត្វសោយប្រជាជាអាចារ្យទិសាបាមកបង្រៀនសិល្បៈដល់មនុស្ស500នាក់ពេលនោះអ្នកនគរពេរិណសីឲ្យទុនដល់អ្នកក្រឲ្យសិក្សាសិល្បៈសូម្បីមិត្តវិន្ទកៈនោះក៏បានសិក្សាក្នុងសំណាក់របស់ព្រះបរមពោធិសត្វមិត្តវិន្ទកៈជាក្មេងមិនសុភាពប្រពល់រពោចមិនជឿមិនស្ដាប់ឱវាទដើរទាត់ធាក់ជាក្មេងខិលខូចសូម្បីព្រះបរមពោធិសត្វទូលមានព្រាមប្រដៅក៏មិនស្ដាប់តាមឱវាទអាស្រ័យហេតុនោះការចម្រើនវ័យរបស់មិត្តវិន្ទកៈនោះទើបជាការល្ងងខ្លៅគ្រានោះមិត្តវិន្ទកៈនោះឆ្លោះទោះទេនឹងពួកក្មេងៗទាំងមិនស្ដាប់ពាក្យទូលមានរត់គេចទៅស្រុកជីដែនមួយស៊ីឈ្នួលគេចិញ្ចឹមជីវិតមិត្តវិន្ទកៈនោះបានប្រព្រឹត្តខុសនឹងស្ត្រីក្រខ្សត់ម្នាក់ក្នុងភូមិនោះស្ត្រីនោះមានកូនជាមួយនឹងមិត្តវិន្ទកៈ2នាក់ពួកអ្នកស្រុកបានប្រគល់ការងារបញ្ជូនដំណឹងឲ្យធ្វើថាអ្នកក៏បីប្រាប់ដំណឹងល្អដំណឹងអាក្រក់ដល់ពួកយើងឲ្យថ្លៃឈ្នួលនិងសង់ខ្ទមឲ្យនៅត្រង់ទ្វារស្រុកនោះព្រោះអាស្រ័យមិត្តវិន្ទកៈនោះជាដើមហេតុធ្វើឲ្យអ្នកស្រុកជាដែននោះត្រូវរាជទណ្ឌ7ដងភ្លើងឆេះស្រុក7ដងអណ្ដូងទឹកបែកធ្លាយ7ដងទៅពួកគេប្រឹក្សាគ្នាថាកាលពីមុនមិត្តវិន្ទកៈនេះមិនទាន់មកពួកយើងមិនដែលមានរឿងអ្វីឡើយឥឡូវនេះចាប់តាំងអំពីមិត្តវិន្ទកៈមកនៅទីនេះពួកយើងចុះដុនដាបយ៉ាប់យឺនទៅលោកពិភាក្សាគ្នាដូច្នេះហើយក៏នាំគ្នាវាយបណ្ដេញមិត្តវិន្ទកៈឲ្យចេញអំពីភូមិមិត្តវិន្ទកៈក៏នាំកូន2នាក់និងប្រពន្ធទៅកាន់ទីដតីដើរចូលទៅកាន់ព្រៃដែលពួកអមនុស្សរស់នៅពួកអមនុស្សចាប់កូននិងប្រពន្ធរបស់មិត្តវិន្ទកៈសម្លាប់ជីសាច់អស់ក្នុងព្រៃនោះឯងមិត្តវិន្ទកៈរត់រួចដើរទៅក៏ដល់កំពង់ទូកមួយឈ្មោះគំភីរៈជួនជាថ្ងៃដែលគេចេញទូកទៅរកស៊ីក៏ស្ម័គ្រចិត្តធ្វើកម្មករលើទូកនោះទៅកាន់សមុទ្របាន7ថ្ងៃដល់ថ្ងៃទី7ត្រូវគឿងកណ្ដាលមហាសមុទ្រដូចគេចាប់ទាញអ្នកដែលនៅលើទូកទាំងនោះក៏ចាប់ស្លាកកលកណីក៏ធ្លាក់មកលើមិត្តវិន្ទកៈតែម្នាក់ប៉ុណ្ណោះដល់ទៅ7ដងពួកមនុស្សនៅលើទូកនោះបានធ្វើក្បូនឫស្សីមួយឲ្យមិត្តវិន្ទកៈហើយនាំគ្នាចាប់ដៃមិត្តវិន្ទកៈនោះបោះទៅក្នុងសមុទ្រគ្រាន់តែចាប់មិត្តវិន្ទកៈនោះបោះទៅក្នុងសមុទ្រភ្លាមទូកក៏រសាត់ទៅបានមិត្តវិន្ទកៈដេកលើក្បូនឫស្សីអណ្ដែតទៅក្នុងមហាសមុទ្រដោយផលដែលបានរក្សាសិលហើយក្នុងសាសនាព្រះសម្មាសម្ពុទ្ធប្រនាមកស្សបៈទើបបានជួបទេវធីតា4នាក់ដែលនៅក្នុងវិមានកែវផលិតមួយនៅក្នុងសមុទ្រសោយសុកនៅក្នុងសំណាក់ទេពធីតាទាំងនោះអស់7ថ្ងៃស្ត្រីទាំងនោះជាប្រែតមានវិមានសោយសុក7ថ្ងៃសោយទុក7ថ្ងៃវិលទៅមកកាលវិមាននៃកៈប្រែតទាំងនោះទៅសោយទុកទាំង7ថ្ងៃក៏ផ្ដាំមិត្តវិន្ទកៈនោះថាចូលអ្នកនៅក្នុងទីនេះកុំទៅណាចាំពួកខ្ញុំមកវិញហើយក៏នាំគ្នាទៅលោកវិមាននៃកៈប្រែតទាំងនោះទៅបាត់មិត្តវិន្ទកៈក៏ចុះដេកលើក្បូនឫស្សីបណ្ដែតទៅខាងមុខបានជួបទេពធីតា8នាក់ក្នុងវិមានប្រាក់ទេពធីតាទាំងនោះក៏ជាប្រែតមានវិមានដូចគ្នាមិត្តវិន្ទកៈអណ្ដែតទៅបានជួបទេពធីតា16នាក់ក្នុងវិមានកែវមณีហើយក៏អណ្ដែតទៅទៀតបានជួបទេពធីតា32នាក់នៅក្នុងវិមានមាមិត្តវិន្ទកៈមិនបានស្ដាប់ទេពធីតាដូចគ្នាទៅអណ្ដែតទៅខាងមុខបានជួបនឹងយក្ខណីនៅក្នុងកោះមួយនៅក្នុងទីនោះមានយក្ខណីមួយខ្លែងខ្លួនជាមេពពែដែលរកអាហារមិត្តវិន្ទកៈមិនដឹងថាមេពពែនោះជាយក្ខណីគិតថាអញនឹងស៊ីសាច់ពពែដេញចាប់ជើងពពែយក្ខណីក៏លើកមិត្តវិន្ទកៈឡើងធាក់ទៅដោយអានុភាពរបស់យក្ខណីមិត្តវិន្ទកៈនោះត្រូវយក្ខណីធាក់ដោយជើងឆ្លងសមុទ្រធ្លាក់ទៅលើគុម្ពឈើបន្លាមួយខាងលើខ្នងប្រឡាយនគរពរាណសីហើយក៏រមៀលធ្លាក់ទៅលើដីគ្រានោះមេពពែរបស់ព្រះរាជាច្រើនក្បាលដើររកស៊ីលើខ្នងប្រឡាយនោះត្រូវពួកចោរលួចពួកអ្នកខ្វៀលពពែប្រឹក្សាគ្នាថាពួកយើងត្រូវតែចាប់ចោលឲ្យបាននាំគ្នាពួននៅក្នុងកំពូតព្រៃមួយកន្លែង
មិត្តវិនតុករមៀលធ្លាក់មកលើផែនដីបានហើយឃើញមេពពេទាំងនោះក៏គិតថាអញចាប់មេពពេក្នុងកោះមួយកណ្ដាលសមុទ្រត្រូវវាធាក់មកធ្លាក់ទីនេះប្រសិនបើអញចាប់មេពពេមួយត្រង់ជើងវាគង់នឹងធាក់អញឲ្យត្រឡប់ទៅសំណាក់ទេពធីតាដែលមានវិមានក្នុងសមុទ្រវិញមិនខានមិត្តវិនតុកៈយល់ដោយខ្លួនឯងយ៉ាងនេះមិនបានពិចារណាឲ្យត្រឹមត្រូវដូច្នេះហើយក៏លូកដៃទៅចាប់មេពពេមួយត្រង់ជើងមេពពេនោះត្រូវមិត្តវិនតុកៈចាប់ជើងភ្លាមក៏ស្រែកទ្រហឹងពួកអ្នកខ្វៀលពពេក៏នាំគ្នារត់ចូលមកជុំវិញមិត្តវិនតុកៈស្រែកឡើងថាពួកយើងរងចាំយូរហើយអាចចោលចង្រៃស៊ីមេពពេក្នុងរាជត្រកូលនេះអាចចង្រៃឯងនេះដូច្នេះហើយក៏ចោមរោមចាប់ចងនាំទៅកាន់ព្រះរាជវាំងគ្រានោះព្រះបរមពោធិសត្វហែហោមដោយមាណព500នាក់ចេញអំពីនគរទៅងូតទឹកឃើញមិត្តវិនតុកៈក៏ចាំបានទើបនិយាយនឹងមនុស្សទាំងនោះថាអ្នកទាំងឡាយបុរសនេះជាកូនសិស្សរបស់យើងព្រោះហេតុអ្វីទើបអ្នកទាំងឡាយចាប់គេអ្នកខ្វៀលពពេទាំងនោះឆ្លើយថាបពិតលោកដ៏ចម្រើនបុរសនេះជាមនុស្សអាក្រក់លួចមេពពេរបស់ស្ដេចព្រោះហេតុនោះទើបពួកខ្ញុំចាប់ព្រះបរមពោធិសត្វអង្គរថាបើដូច្នេះចូលឲ្យបុរសនេះជាទាស័កនៃពួកយើងចុះគេនឹងបានអាស្រ័យពួកយើងចិញ្ចឹមជីវិតអ្នកខ្វៀលពពេទាំងនោះយល់ព្រមដោយពាក្យថាសាធុលោកម្ចាស់ហើយក៏ប្រគល់មិត្តវិនតុកៈឲ្យព្រះបរមពោធិសត្វហើយនាំគ្នាត្រឡប់ទៅវិញគ្រានោះព្រះបរមពោធិសត្វក៏សួរមិត្តវិនតុកៈថារយៈពេលដែលឯងបាត់មុខទៅនេះតើឯងទៅទីណាមិត្តវិនតុកៈក៏ដំណើររឿងដែលខ្លួនធ្វើទាំងអស់ឲ្យព្រះបរមពោធិសត្វស្ដាប់ព្រះបរមពោធិសត្វក៏បានពោលថាបុគ្គលដែលមិនធ្វើតាមពាក្យព្រានប្រដៅរបស់អ្នកប្រាថ្នាសេចក្តីចម្រើនរមែងជាទុកយ៉ាងនេះហើយក៏ពោលគាថាដូច្នេះថាយោអត្តកម្មសហេតានុកម្មពិណោអវជ្ជមាណោអ្នកករោតិសាសនំអាចយាបាតមោលុភៈមិត្តកោវយៈសោចតេបុគ្គលណាការលោកប្រាថ្នាសេចក្តីចម្រើនអនុគ្រោះដោយប្រយោជន៍ទូមានមិនធ្វើតាមពាក្យព្រានប្រដៅបុគ្គលនោះរមែងសោកសៅដូចជាមិត្តវិនតុកៈប្រតោងជើងនៃមេពពេសោកសៅបណ្ដាបទទាំងនោះបទថាអត្តកម្មសសេចក្តីថាអ្នកប្រាថ្នាសេចក្តីចម្រើនបទថាហេតានុកម្មពិណោសេចក្តីថាអ្នកអនុគ្រោះដោយប្រយោជន៍បទថាអវជ្ជមាណោសេចក្តីថាព្រានប្រដៅដោយមេត្តាចិត្តបទថាអ្នកករោតិសាសនំសេចក្តីថាមិនធ្វើតាមពាក្យព្រានប្រដៅគឺជាមនុស្សប្រដៅក្រស្តីថាមិនស្ដាប់បទថាមិត្តកោវយៈសោចតេសេចក្តីថាបុគ្គលនោះរមែងសោកសៅអស់កាលជានិច្ចដូចមិត្តវិនតុកៈចាប់ជើងពពេហើយរមែងសោកសៅដូច្នេះព្រះបរមសាស្តាសម្ដែងធម៌ដោយគាថានេះដែលមានអត្ថាធិប្បាយដោយពរនាមកនេះឯងព្រះថេរៈនោះបានអាហារពេញផ្ទៃក្នុងអត្តភាពទាំង3គឺការកើតជាយៈបានស៊ីទងសុកឆ្អែតម្ដងការកើតជាឆ្កែបានស៊ីកំអួតឆ្អែតម្ដងជាតិចុងក្រោយក្នុងថ្ងៃបរិនិព្វានឆាន់បង្អែម4មុខឆ្អែតដោយអានុភាពនៃព្រះធម្មសេនាបតីម្ដងដែលឈ្មោះថាការធ្វើឲ្យអន្តរាយលៀបរបស់អ្នកដតីក៏បីជ្រាបថាមានទោសច្រើនយ៉ាងនេះព្រះបរមពោធិសត្វដែលជាអាចារ្យនិងមិត្តវិនតុកៈក្នុងគ្រានោះបានទៅតាមយថាកម្មព្រះបរមសាស្តាទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយលោសកៈទេសៈនេះបានពើភាពជាអ្នកមានលៀបតិចនិងភាពជាអ្នកឲ្យអរិយធម៌ដល់ខ្លួនឯងយ៉ាងនេះលុះទ្រង់នាំប្រធមទេសនានោះមកសម្ដែងហើយទ្រង់បន្តអនុសន្ធិប្រជុំជាដកថាមិត្តវិនតុកៈក្នុងកាលនោះបានមកជាលោសកៈទេសៈភិក្ខុក្នុងកាលឥឡូវនេះអាចារ្យទិសាបាមកក្នុងកាលនោះគឺអង្គអញតថាគតនេះឯង